ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញបានក្លាយជាក្រុមម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 បន្ទាប់ពីប្រកួតយកឈ្នះក្រុមការពារតំណែងជើងឯកអាសង់ទីនលទ្ធផល1-0ក្នុងរយៈពេល120នាទីគ្រាប់បាល់ជ័យជំនះកាត់ឡើងដោយខ្សែប្រយុទ្ធ Ferran Torres ស្របពេលកីឡាករអាសង់ទីនមានសមាជិកត្រឹម10នាក់ក្រោយខ្សែបម្រើ Enzo Fernandez បានកាត់ក្រហមត្រូវដេញចេញពីការប្រកួតនៅចុងវគ្គទី2ការប្រកួតប្រើពេល90នាទីពេញបូករួមទាំងម៉ោងបន្ថែមបង្គ្រប់ទាំងអេស្ប៉ាញនិងអាសង់ទីនពុំមានគ្រាប់បាល់សុទ្ធបំប៉ង់សំណាញ់ទីគ្នាសូម្បីតែមួយគ្រាប់អេស្ប៉ាញបានស្គាល់ជាតិជើងឯកជាលើកទី2ក្នុងប្រវត្តិសាស្ត្របន្ទាប់ពីពួកគេបានឈ្នះម្ដងកាលពីព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ2010នៅអាហ្វ្រិកខាងត្បូងចំណែកអាសង់ទីនវិញបន្តកត់ត្រាប្រវត្តិសាស្ត្រដែលនឹងជាលើកទី2បានត្រឹមក្នុងនាមជាជើងឯករងក្រោយពីពួកគេឈ្នះជើងឯកកាលពីឆ្នាំ2022រួចមក